បាទថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើបាញ់ជំនឿស្នាដៃម៉ែក្មេកបងប្អូនបាទឥឡូវនេះគឺបងប្អូនដែលចង់ចេះធ្វើបាញ់ជំនឿគឺអាចរៀនតាមវីដេអូនេះបានមើលហើយកុំភ្លេចជួយ share ម្នាក់មួយផងអានេះយើងធ្វើដោយដៃទាំងអស់តែម្ដងពុកម៉ែបងប្អូនជាដំបូងយើងធ្វើការកោសដងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាមិនទាន់បានជួយចុច Subscribe Channel YouTube ខ្ញុំសូមជួយចុច Subscribe និងទទួលបានវីដេអូមុខម្ហូបថ្មីៗពីខ្ញុំជារៀងរាល់ថ្ងៃសម្រាប់ស្នូលសណ្ដែករបស់យើងនេះដែរគឺសណ្ដែកយើងចំហុយវាឆ្អិនហើយទើបយើងយកមកឆាដាក់ជាមួយនឹងស្លឹកខ្ទឹមបងប្អូនខ្ទឹមសយើងឆាដូចម្ហូបធម្មតាហើយយើងដាក់អំបិលប្រៃឡំបងប្អូនណាប៊ីចេងបន្តិចទៅអំបិលបន្តិចទៅបន្ទាប់មកយើងទុកឲ្យវាត្រជាក់ហើយទើបយើងធ្វើការលុញស្នូលសណ្ដែករបស់យើងទុកពុកម៉ែបងប្អូនណាដើម្បីយើងយកទៅដាក់ជាមួយនឹងម្សៅបាញ់ជំនឿទៀតបងប្អូនម្សៅបាញ់ជំនឿយើងថ្ងៃនេះគឺមានដល់តែ2មុខបងប្អូនមានម្សៅស្វិតជាមួយនឹងម្សៅអង្ករដំណើបរបស់យើងបាទបន្ទាប់មកនេះគឺយើងធ្វើការលុញហើយយើងចាប់ផ្ដើមចិត្តខ្នោពុកម៉ែបងប្អូនបាទចិត្តខ្នោនេះដើម្បីកូរទឹកស្ករឲ្យវាឈ្ងុយពុកម៉ែបងប្អូនទាំងអស់គ្នាណាបងប្អូនមានដាក់មានបងប្អូនណាបាទមានខ្នោដាក់ខ្នោអញ្ចឹងមកដើម្បីជំនួយឲ្យទឹកស្កររបស់យើងនឹងវាឈ្ងុយបងប្អូននេះវិញគឺស្ករគេហៅថាស្ករផែនបងប្អូនស្ករត្នោតទៅលាយជាមួយនឹងស្ករសមកដោយសារថ្ងៃនេះអត់មានស្ករផែននឹងគ្រប់ទេបងប្អូនបាទអញ្ចឹងស្ករយើងដាក់ចំនួន1គីឡូកន្លះពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវនេះយើងធ្វើការចាក់ចូលខ្នោជាមួយនឹងស្ករសស្ករផែនរបស់យើងហ្នឹងគឺចាក់ចូលទាំងអស់បន្ទាប់មកយើងធ្វើការពូតខ្ទិះដូងដើមទុកពុកម៉ែបងប្អូនទាំងអស់គ្នាយើងចាក់ទឹកក្តៅបន្តិចមកយើងចាប់ផ្ដើមវាច្បាច់វាយកខ្ទិះដូងដើមទុកបងប្អូនដើម្បីស្រូបពីលើបាញ់ជំនឿរបស់យើងឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ណាបាទបន្ទាប់មកនេះអានេះខ្ទិះដូងយើងក៏ខ្ទិះដូងស្រែទាំងអស់បងប្អូនគ្មានទិញគេទេបងប្អូនខ្ទិះដូងដើមរបស់យើងណាបាទបន្ទាប់មកអាខ្ទិះដូងចុងហ្នឹងយើងចាប់ផ្ដើមចាក់ជាមួយនឹងស្កររបស់យើងដែលយើងដាក់ក្នុងឆ្នាំងបាញ់មិញពុកម៉ែបងប្អូនទាំងអស់គ្នាណាបាទយើងចាក់អញ្ចឹងបងប្អូនយើងសម្បាច់ដងយើងឲ្យអស់ខ្ទិះមកបងប្អូនបាទយើងយកមកកូរជាមួយគ្នាអញ្ចឹងទៅបាទរួចហើយក៏ឆ្លៀតថតទិដ្ឋភាពជុំវិញផ្ទះខ្លះឲ្យពុកម៉ែបងប្អូនមើលទៅក្រែងកំសាន្តការអត់សុកអីអញ្ចឹងបងប្អូនមើលចង់មកឃើញផ្ទះរៀននៅឯមានស្អីខ្លះអញ្ចឹងបងប្អូនមានមាន់មានទាមានជ្រូកអីអញ្ចឹងបងប្អូនបាទនៅចិត្តភ្នំចិត្តអីអញ្ចឹងណាបាទបន្ទាប់មកទឹកស្ករយើងចាប់ផ្ដើមកូរឲ្យបងប្អូនបាទនេះគឺមានស្លឹកតើយមានអីយើងស្លឹកទឹកស្ករយើងដាក់ជាមួយនឹងស្លឹកតើយនិងអំបិលបន្តិចទៅពុកម៉ែបងប្អូនណាបាទបន្ទាប់មកយើងចាប់ផ្ដើមដាំទឹកដើម្បីយើងដាក់ចំអិនបាញ់ជំនឿរបស់យើងបន្ទាប់មកយើងកូរទឹកស្កររួចហើយយើងចាប់ផ្ដើមដាក់លីងល្ងបងប្អូនបាទល្ងយើងលីងយកតែមួយឈ្ងុយទៅបងប្អូនលីងយកតែមួយឈ្ងុយហើយយើងយកទៅបុកវាឲ្យម៉ត់ទៅដើម្បីរោយពីលើបាញ់ជំនឿយើងយករសជាតិឲ្យវាឈ្ងុយសម្រាប់អានេះអង្ករដំណើបបងប្អូនអង្ករមួយដុំហ្នឹងគឺយើងយកទៅស្ងោរវាប្រហែលជា3នាទីឲ្យវាឆ្អិនបន្តិចទៅដើម្បីយកមកលាយជាមួយនឹងអង្កររបស់យើងហ្នឹងអាម្សៅអង្កររបស់យើងហ្នឹងឲ្យវាស្វិតហើយពេលដែលឃើញចាក់ទឹកឯងបងប្អូនមិនមែនចាក់ទឹកត្រជាក់ណាទឹកក្តៅអ៊ុនបងប្អូនកុំភ្លេចដាក់ទឹកក្តៅអ៊ុនកាលណាដាក់ទឹកត្រជាក់គឺម្សៅហ្នឹងវាអត់ស្វិតល្អទេអានេះវិញគឺក៏ទឹកក្តៅដូចគ្នាបងប្អូនណាយើងជាមួយនឹងភ្នែកកែបជាមួយនឹងម្សៅឆាលាយច្បល់ចូលគ្នាឲ្យវាស្អិតអញ្ចឹងបងប្អូននេះអាម្សៅអង្ករដំណើបគឺយើងលាយតតែចូលលបាយសាច់មួយអញ្ចឹងទៅបន្ទាប់មកនេះអានេះយើងលុញម្សៅអង្ករស្វិតបងប្អូនណាម្សៅភ្នែកកែបថ្លាពុកម៉ែបងប្អូនយើងលុញទូចមកល្មមមកបងប្អូនម្ដុំ500បាទបន្ទាប់មកនេះបងប្អូនអានេះយើងលុញឲ្យនេះចឹងហើយយើងយកដៃយើងសកត់វាបន្តិចទៅបងប្អូនបាទវាស្រួលងាយស្រួលក្នុងការធ្វើណាបងប្អូនបើយើងពាក់ស្រោមដៃស្រោមអីទៅវារៀងស្អិតវាអត់ល្អទេបងប្អូនយើងធ្វើទៅវាអត់ល្អណាអានេះអង្ករដំណើបរបស់យើងពុកម៉ែបងប្អូនទាំងអស់គ្នាឃើញអង្ករយើងឡើងលបាយចូលលបាយតែមួយឃើញទៅសាច់ឡើងអាឡូងព្រិលហ៎បងប្អូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយគឺជាវិធីបងប្អូនបាទវិធីធ្វើនំបាញ់ជំនឿបងប្អូននំខ្មែររបស់យើងណាយើងត្រាំដាក់ស្ងោរក្នុងទឹកក្តៅឲ្យវាឡើងដែតឡើងអាឡូងអញ្ចឹងទៅវាឆ្អិនប្រយ័ត្នស្ងោរទៅហើយអត់ឆ្អិនពុកម៉ែបងប្អូនណាបាទក្នុងធុងនេះមិនមែនទឹកអីទេបងប្អូនទឹកត្រជាក់ទឹកស្អាតទេបងប្អូនត្រាំដើម្បីឲ្យវាត្រជាក់បងប្អូនណាបន្ទាប់មកទៀតអានេះយើងដាក់នៅជាមួយនឹងទឹកស្ករមកដល់វគ្គហ៊ាននៅញ៉ាំហើយបងប្អូនបាទយើងដាក់ចំនួន2ដុំមកអាស្វិត2ដុំអង្ករតំណើប2ដុំមកបងប្អូនល្មមមកឆ្អែតបងប្អូនហើយគេហូបដាក់ចានចង្កឹះខ្ញុំវិញហូបដាក់ចានសម្លខុសគេ
បាទបន្តមកយើងរោយជាមួយនឹងខ្ទិះដូងដើមរបស់យើងបងប្អូនអូយថាជាតិណាស់ឈ្ងុយតែម្ដងបងប្អូនចង់មកដុំហើយចង់មកដុំទៀតបងប្អូនខ្ញុំ4ដុំហ្នឹងបានឆ្អែតពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវនេះគឺឆ្ងាញ់ណាស់ពុកម៉ែបងប្អូនហើយនិយាយថាពីឈ្ងុយជាប់មាត់តែម្ដងយើងដាក់អានេះយើងសាអាម្សៅស្វិតបងប្អូនអាម្សៅភ្នែកកែបមុនបងប្អូននិយាយថាពីស្វិតឆ្ងាញ់ហើយរសជាតិស្នូលប្រៃឡែមបងប្អូនកុំដាក់ឲ្យប្រៃខ្លាំងពេកកាលណាប្រៃខ្លាំងពេកហូបអត់ឆ្ងាញ់ទេសម្រាប់ស្នូលសណ្ដែករបស់យើងពុកម៉ែបងប្អូនហើយបាញ់សម្រាប់បាញ់ជំនឿគឺយើងអាចធ្វើតែស្នូលមួយមុខនឹងទេបងប្អូនណាយើងអត់អាចដាក់ស្នូលផ្អែមបានទេអរគុណជម្រាបលា